សួស្តីតាចាស់ហៅអ្នកទាំងអស់គ្នាថ្ងៃមុនខ្ញុំបានបង្រៀនមេរៀនទី1គឺនីហៅមានន័យថាសួស្តីថ្ងៃនេះខ្ញុំមកបង្រៀនមេរៀនទី2គឺនីចៅ什么មានន័យថាតើអ្នកឈ្មោះអ្វីតោះសង្សើពាក្យទី1ចៅឈ្មោះ什么អ្វី是គឺជាណា国សំឡេងឡើងលើអ្នកទាំងអស់គ្នា国មានន័យថាប្រទេស柬埔寨នេះគឺមានន័យថាប្រទេសកម្ពុជាពាក្យទី7ចុងកួប្រទេសចិនហ្វាកួប្រទេសបារាំងរិនមនុស្សតោះសូមអានម្ដងទៀតចៅឈ្មោះ什么អ្វី是គឺជាណាឯណាឬក៏ណាកួប្រទេស柬埔寨ប្រទេសកម្ពុជាចុងកួប្រទេសចិនហ្វាកួប្រទេសបារាំងរិនមនុស្សតោះដល់ប្រយោគម្ដងជូជឺមានន័យថាប្រយោគទី1你叫什么តើអ្នកឈ្មោះអ្វី你叫什么តើអ្នកឈ្មោះអ្វីពាក្យទី2我叫李小龙ខ្ញុំឈ្មោះលី小龙ទី3你是哪国人តើអ្នកជាជនជាតិអ្វី我是中国人ខ្ញុំជាជនជាតិចិនចឹងខ្ញុំសូមអានម្ដងទៀតទី1你叫什么名字对不起សូមតើអ្នកទាំងអស់គ្នាទី1你叫什么តើអ្នកឈ្មោះអ្វីពាក្យទី2我叫李小龙ខ្ញុំឈ្មោះលី小龙ពាក្យទី3你是哪国人តើអ្នកជាជនជាតិអ្វីទី4我是中国人ខ្ញុំជាជនជាតិចិនអញ្ចឹងវីដេអូមេរៀនទី2ថ្ងៃនេះខ្ញុំសូមបញ្ចប់ត្រឹមនេះសូមជួបគ្នាក្នុងមេរៀនបន្ទាប់បាយបាយ